ដូចយើងដឹងស្រាប់ហើយឥឡូវ ASD គឺឡើងថ្លៃមែនទែនអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកបង្ហាញអ្នកគ្នាអំពីរបៀបដែលយើងអាច save space ទៅលើ ASD ឬក៏ hard disk របស់យើងចន្លោះពី50ទៅ80%ដោយយើងប្រើប្រាស់ជាមួយនឹង Media Management Tool នៅក្នុង DaVinci Resolve អូខេតោះអញ្ចឹងយើងចូលមក DaVinci Resolve មកអញ្ចឹងអានេះឧទាហរណ៍ថាជា timeline master របស់យើងដែលយើងធ្វើការ edit ហើយណាអញ្ចឹងអ្នកគ្នាគ្រាន់តែចូលមកកន្លែង file ហើយយើងយក Media Management បន្តមកទៀតយើងនឹងឃើញផ្ទាំង Media Management របស់យើងនៅកន្លែងនេះអ្នកគ្នាមកមើលកន្លែង entire project timeline ហើយនិង clip អញ្ចឹង3ហ្នឹងខុសគ្នាបើសិនអ្នកគ្នាយកជាមួយនឹង entire project វានឹងធ្វើការ save ជាមួយនឹងវីដេអូរបស់យើងនៅក្នុង media pool របស់យើងទាំងអស់ហ្នឹងទៅតោះណាវាអត់យកជា timeline ទៅទេប៉ុន្តែបើសិនអ្នកគ្នាចង់បានជា timeline អ្នកគ្នាអាចយកកន្លែង timeline នេះមកហើយចំពោះ clip គឺវាតាក់ទងទៅនឹង clip ដែលយើង select នៅក្នុង media pool របស់យើងចង់បាន clip មួយណាយើងអាច select មួយហ្នឹងអញ្ចឹង3នេះខ្ញុំ recommend ឲ្យប្រើជាមួយនឹង timeline មកអញ្ចឹងខ្ញុំយក timeline អញ្ចឹងនៅខាងក្រោមនេះយើងមាន2 option តាក់ទងនឹង copy ហើយនិង transcode អញ្ចឹងថ្ងៃនេះដោយសារប្រធានបទយើងតាក់ទងនឹងការ copy project របស់យើងអញ្ចឹងខ្ញុំយក copy មកហើយតាក់ទងនឹង transcode ខ្ញុំនឹងធ្វើវីដេអូមួយទៀតបន្តមកទៀតនៅកន្លែង destination នេះអ្នកគ្នាអាចរើសទីតាំងដែលយើងធ្វើការ save project របស់យើងទៅហ្នឹងបន្តមកទៀតយើងមកមើលកន្លែង timeline អញ្ចឹងកន្លែង timeline នេះបើសិនជាក្នុង project របស់អ្នកគ្នាកាត់មាន3 timeline ឬក៏5 timeline ឬក៏10 timeline វានឹង show timeline របស់អ្នកគ្នាទាំងអស់នៅកន្លែងហ្នឹងហើយអញ្ចឹងអ្នកគ្នាអាចធ្វើការ save timeline ណាដែលគ្នាចង់ save វាទៅណាអញ្ចឹងនៅក្នុងករណីនេះខ្ញុំ select timeline របស់ខ្ញុំទាំងអស់ហ្នឹងមកបន្តមកទៀតយើងមកមើលកន្លែង copy នេះ default របស់វាគឺវាយកជាមួយនឹង use media នេះអញ្ចឹងកន្លែងនេះអ្នកគ្នាមកមើលកន្លែង current size ហើយនិង new size នេះឃើញទំហំវាប៉ុនគ្នាអញ្ចឹងកន្លែងនេះអ្នកគ្នាចាំបាច់ត្រូវតែយកខាងក្រោមមកយើងយក use media and trim clipping នេះអញ្ចឹងអានេះមានន័យថាវានឹងធ្វើការយកវីដេអូណាដែលយើង trim នៅក្នុង timeline ទៅទេអញ្ចឹងជាមូលហេតុដែលធ្វើឲ្យកន្លែង new size របស់យើងឃើញវាធ្លាក់មកនៅ 2.4G អញ្ចឹងកន្លែងនេះបើសិនអ្នកគ្នាមាន 100G វាអាចនឹងធ្លាក់មកត្រឹម 40G ឬក៏ 50G អញ្ចឹងទៅឃើញវា save space យើងបានច្រើនណាបន្តមកទៀតកន្លែង frame handle នេះអ្នកគ្នាយកពីចន្លោះ24ទៅ40 frame មកអាហ្នឹងសម្រាប់ video editing ណាកន្លែងនេះយើង tick use project name subfolder មកដើម្បីឲ្យ subfolder ថ្មីរបស់យើងវាមានឈ្មោះដូចអា folder ដើមបន្តមកទៀតនៅកន្លែង consolidate multiple edit segment into one frame នេះអាហ្នឹងសំខាន់មែនតើបើសិនអ្នកគ្នា tick វានឹងឡើង file size របស់យើងមក G time ទៀតនេះបងណាអញ្ចឹងកន្លែងនេះខ្ញុំអត់ recommend ឲ្យអ្នកគ្នា tick ទេហើយយើងមកមើលពីមូលហេតុអីបានវាឡើង file size អញ្ចឹងខ្ញុំនឹងឧទាហរណ៍ងាយៗឲ្យអ្នកគ្នាយល់ឧទាហរណ៍យើងមាន timeline 2ហើយយើងប្រើវីដេអូតែមួយឧទាហរណ៍វីដេអូរបស់យើងមាន10នាទីចុះអញ្ចឹងវីដេអូមួយហ្នឹងគឺយើងប្រើនៅក្នុង2 timeline ហ្នឹងមានថាយើងកាត់អា timeline ទី1យកវីដេអូអា10នាទីរបស់យើងខាងដើម1នាទីអញ្ចឹងចុះហើយ timeline ទី2យើងយកវីដេអូទី1ទៅដែរប៉ុន្តែយើងកាត់ខាងចុងយកវា1នាទីដែរអញ្ចឹងអ្វីដែលយើងយកគឺតែ2នាទីទេមាន timeline ទី1 1នាទី timeline ទី2 1នាទីអញ្ចឹងនៅសល់8នាទីទៀតបើសិនអ្នកគ្នាធ្វើការ tick វានឹងធ្វើការ consolidate មានថាវាបរួមវីដេអូហ្នឹងបញ្ចូលគ្នាទៅជាវីដេអូតែមួយបងណាអញ្ចឹងអានេះជាមូលហេតុដែលធ្វើឲ្យ file size របស់យើងវាឡើងធំដោយសារអីវាយក10នាទីនៅក្នុងវីដេអូហ្នឹងមកប៉ុន្តែបើសិនជាយើងអត់ tick វាទេមានតែវាយកតែកន្លែងណាដែលយើងធ្វើការកាត់ទេឧទាហរណ៍ timeline ទី1យើងកាត់1នាទីវាយក1នាទីហ្នឹង timeline ទី2យើងកាត់1នាទីទៀតវាយក1នាទីទៀតអញ្ចឹងវាតែ2នាទីទេយល់បានទេអូខេតោះខ្ញុំបញ្យល់ប៉ុណ្ណឹងចូលដល់ចំណុចបន្ទាប់អ្នកគ្នាធ្វើការ tick មកកន្លែង preserve hierarchy folder នេះបើសិនអ្នកគ្នា tick វាមានថាវានឹងធ្វើការរៀបចំអា folder របស់យើងដូចអា folder ដើមដែលយើងរៀបចំនៅក្នុងការងាររបស់យើងអញ្ចឹងហើយអ្នកគ្នាធ្វើការតម្លើង folder ឲ្យដូច folder ដែលយើងបានរៀបចំមកឧទាហរណ៍ខ្ញុំយកវា5បន្តមកទៀតអ្នកគ្នាធ្វើការ tick កន្លែង relink នេះមកក្នុងករណីអ្នកគ្នាចង់ relink អា clip ថ្មីដែលយើង save នេះដែលយើង trim ហើយយើង save វាហ្នឹងឲ្យវា relink ជាមួយនឹងអីគេជាមួយនឹងអា clip ចាស់ដើមរបស់យើងតោះណាបន្តមកទៀតយើងគ្រាន់តែចុចពាក្យ start មកអញ្ចឹងគ្នាចាំវាដើររហូតពេញមកគឺបានហើយបន្ទាប់ពីវាដើរពេញហើយយើងនឹងឃើញ project folder របស់យើងមួយដែលយើងបានរើសទីតាំងនៅកន្លែងណាគឺវា save ទៅកន្លែងហ្នឹងហើយអញ្ចឹងអ្នកគ្នាចុចបើកវាមកយើងនឹងឃើញ timeline ហើយនិង project media របស់យើងហើយអញ្ចឹងវាមាន sub folder ទៅតាម hierarchy ដែលយើងបានធ្វើការ tick មិញណាហើយនេះតើតើនឹង timeline របស់យើងអ្នកគ្នាចង់បើកទៅលើ timeline ណាមួយអ្នកគ្នាអាច double click យកវាឬក៏យើង mouse ស្ដាំ open វាទៅបានហើយអូខេអញ្ចឹងមានតើតើ media management នេះខ្ញុំបញ្យល់អ្នកគ្នាប៉ុណ្ណឹងយើងនឹងជួបគ្នានៅវីដេអូក្រោយសង្ឃឹមថាវានឹងជួយការងាររបស់អ្នកគ្នាបានច្រើនហើយបើអ្នកគ្នាចង់សិក្សាជាមួយ DaVinci Resolve ខ្ញុំមាន discount 25% អ្នកគ្នាអាច inbox ចូល message បានយើងជួបគ្នានៅវីដេអូក្រោយ